Baនេះជាសកម្មភាពដែលខ្ញុំមកបងត្រីពុកម៉ែបងប្អូនបាទឥឡូវនេះចុះមកខាងក្រោមបន្តិចហើយយើងដើរមកខាងក្រោមបន្តិចមកមើលត្រីរត្រីអីចឹងណាពុកម៉ែបងប្អូនបាទសកម្មភាពនេះពេលខ្ញុំសម្រាប់បងហើយខ្ញុំបងតិចទៀតខ្ញុំនឹងបង្ហាញពីសកម្មភាពបងនៅវីដេអូបន្ទាប់ទៀតយើងបង្ហាញពីការបងត្រីឥឡូវខ្ញុំមកដោយសារវាស្ងាត់ពេកដោយសារមិញគេលើកយ៉វានៅខាងក្រោមនេះគេដាក់យ៉នៅខាងក្រោមនេះដល់ពេលគេលើកយ៉ទៅត្រីវាផ្អើលអញ្ចឹងខ្ញុំសម្រាប់បងសិនហើយខ្ញុំមកថតឲ្យបងប្អូនមើលមកឃើញត្រីច្រើនតែមែនទេពុកម៉ែបងប្អូននៅខាងព្រៃនៅខាងទំនប់ព្រៃដែលគេស្តុបគេបិទទំនប់ធ្វើផ្លូវនៅក្នុងព្រៃសហគមន៍អញ្ចឹងណាដើម្បីកុំឲ្យវាដាច់ផ្លូវប្រជាជនរបស់យើងធ្វើដំណើរពិបាកទៅព្រៃរកផ្សិតរកអាហារហូបឬក៏គាត់ទៅស្រែទៅអីរបស់គាត់អញ្ចឹងឥឡូវនេះយើងមកថតនៅកន្លែងដែលត្រីវារនៅតាមប្រូលនឹងត្រីឡើងខ្មៅទៅទ្រុបពុកម៉ែបងប្អូនវាវាអត់ព្រមឡើងទៅលើទេយើងបងតាំងពីព្រឹកហើយដល់ពេលគេលើកយ៉ទៅវាផ្អើលវានៅមកចេញមនុស្សតាមដប់នៅតាមនេះទៅឥឡូវខ្ញុំមកថតសកម្មភាពត្រីដែលវានៅតាមដប់តាមព្រៃយើងត្រីច្រើនតែមែនទែនត្រីកន្ទុយក្រហមទៅហៅកែត្រីគល់ព្រិចហ៎ពុកម៉ែបងប្អូនបាទត្រីគល់ព្រិចត្រីរៀលចឹងត្រីច្រើនណាខ្ញុំអត់ស្គាល់ត្រីអស់ទេនៅស្រុកស្រែជនបទមិនប៉ុន្តែស្គាល់តែមួយលងខ្មៅទៅទ្រុបពុកម៉ែបងប្អូននេះវាមកតង់វងវាណាពុកម៉ែបងប្អូនអានេះដោយសារកាមេរ៉ារបស់ទូរស័ព្ទរបស់ខ្ញុំវាអត់សូវច្បាស់អញ្ចឹងខ្ញុំស៊ូមទៅវាអត់សូវច្បាស់អញ្ចឹងបើសិនបើមានកាមេរ៉ាល្អស៊ូមទៅឃើញច្បាស់ទឹកថ្លាហើយត្រីតាមមែនទេហើយទឹកវាកំពុងតែហូរហើយត្រីវាពេញព្រៃពេញដប់នឹងតែម្ដងបាទព្រៃអាដប់តាមដប់តូចហ្នឹងណាពួកវាមិនសូកនៅតាមដប់តូចនឹងវាអត់ព្រមឡើងទៅលើឡើងទៅទឹកទេដោយសារតែគេនេះគេលើកយកឥឡូវនេះសកម្មភាពប្អូនរបស់ខ្ញុំបងហើយមកសំណាញ់នេះគឺបាទនេះបងកន្លែងដែលយើងបងលូទី2បាទនៅលូទី2នៅក្នុងព្រៃសហគមន៍មានតែលូ2នឹងទេដែលគេបិទទំនប់ទុកការពារទឹកដើម្បីកុំឲ្យពេលដែលខែវស្សាអញ្ចឹងយើងធ្វើដំណើរទៅស្ព្រៃទៅស្រុករបស់យើងទៅស្រុករបស់យើងជាស្រែពុកម៉ែបងប្អូនទៅស្រែទៅចំការរបស់យើងទៅយើងធ្វើដំណើរទៅវាអត់ស្រួលហើយវាដាច់ផ្លូវដាច់អីដោយសារទឹកខែខ្លះក៏ឆ្នាំខ្លះក៏មានទឹកទៅឆ្នាំខ្លះក៏អត់ទឹកទៅដល់ពេលលើឆ្នាំនេះមានទឹកច្រើនបាទឆ្នាំនេះមានទឹកច្រើនទៅក៏យើងបានបងត្រីបងអើយចឹងទៅឆ្នាំទៅអត់មានទឹកទេឥឡូវនេះមកសំណាញ់នេះពូម៉ែបងប្អូនមានត្រីឆ្លូញមានត្រីកញ្ចុះជាទូទៅគឺយើងបងត្រីកញ្ចុះដោយសារយើងបងសំណាញ់ញឹកពូម៉ែបងប្អូនបាទយើងបងសំណាញ់ញឹកជាទូទៅយើងបានត្រីកញ្ចុះបានត្រីឆ្លូញហើយត្រីកន្ទុយខំនេះហើយយើងបានត្រីកន្ត្រប់មិនសូវជាច្រើនទេជាទូទៅគឺសម្បូរត្រីកញ្ចុះហើយកន្លែងនេះខ្ញុំយួរត្រីមកពូម៉ែបងប្អូនអើយចង់ដួលហើយបាទមកសំណាញ់នេះគឺឥឡូវសាច់ស្នាញ់នេះដោយសារសាច់ស្នាញ់វាក្រាស់បងប្អូនឃើញត្រីតែប៉ុណ្ណឹងឯងនៅពេលណាដែលយើងប៉ើងសាច់ស្នាញ់មកឃើញហ្មងសាច់ស្នាញ់វាមានអាសាច់ស្រាវមានអាសាច់ក្រាស់ពូម៉ែបងប្អូនបាទនេះគឺជាសកម្មភាពរបស់ខ្ញុំបងហើយចូលចិត្តពាក្យអាបាសេឡូណាដោយសារតែខ្ញុំជា fan បាសេឡូណាដែរបងប្អូនណាដែលគ្រប់ត្រូលកាឡាបាល់ទាត់អីចឹងណាគឺស្គាល់អារម្មណ៍នៃការអ្នកគ្រប់ត្រូលឲ្យចាញ់ឈ្នះឬអីចឹងអត់ជាចាញ់គឺរៀងសាតអញ្ចឹងទៅដល់ពេលឈ្នះទៅក៏សប្បាយចិត្តនេះមកស្នាញ់នេះពូម៉ែបងប្អូនអើយនេះឃើញទេពូម៉ែបងប្អូនបានច្រើនតែមែនទេមកស្នាញ់គឺទ្រុលតែម្ដងគឺជាទៅសម្បូរត្រីកញ្ចុះបាទត្រីសត្រីកញ្ចុះអីចឹងណាពូម៉ែបងប្អូននេះជាសកម្មភាពបងប្អូននេះឥឡូវនេះយើងដួសត្រីដែលយើងដាក់ត្រាំជាមួយនឹងទឹកកកក៏បើអត់មានទឹកកកទេគឺត្រីវានឹងខូចហើយយើងរើសត្រីប្រភេទផ្សេងគ្នាដោយសារមានបងប្អូនរបស់យើងទៅច្រើនគួរសមដែរបាទ2 3គ្រួសារទៅជាមួយគ្នាអញ្ចឹងសំណាញ់តែមួយណាកុំច្រឡំសំណាញ់2សំណាញ់3ណាព្រោះបងសំណាញ់តែមួយទេបាទដែលយើងដាក់ត្រាំទឹកកកហើយយើងរើសកញ្ចុះផ្សេងយើងរើសត្រីសផ្សេងហើយបាទយើងរើសត្រីឆ្លូញផ្សេងអញ្ចឹងទៅយើងរើសដាក់បែបដើម្បីឲ្យយើងងាយស្រួលពេលដែលយើងយកទៅធ្វើវាអញ្ចឹងណាហើយនេះម៉ែពុករបស់ខ្ញុំគាត់ដាក់ត្រីក្អិតបាទដាក់ត្រីក្អិតដាក់កូនត្រីតូចយកទៅធ្វើម៉ាំអូសូមអធិស្ឋានមិនយកទៅធ្វើម៉ាំទេគឺយកធ្វើត្រីប្រៃបាទធ្វើត្រីប្រៃហើយត្រីប្រៃនេះយើងអាចទុកបានមួយឆ្នាំទៅដូចជាខួបមួយឆ្នាំដែរមួយឆ្នាំជាងអីណាបាទហើយ1គីឡូពេលដែលធ្វើកាតហើយ1គីឡូខ្ទង់10000ដែរនេះត្រីសដែលយើងធ្វើរួចហើយគឺបានកូនមួយធុងកូនធុងស៊ីប្រូតូចបាទហើយមួយកូនធុងនេះគឺស្មើ2ធុងស៊ីប្រូបាទយើងធ្វើបានហើយត្រីធ្វើបានគឺវាច្រើន
ច្រើនដល់រឿងត្រីនេះដែលយើងរើសអាណាត្រីធំធំយើងរើសដាក់ផ្សេងត្រីទូចៗយើងរើសដាក់ផ្សេងត្រីកញ្ចោះយើងរើសដាក់ផ្សេងហើយបងប្អូនរបស់ខ្ញុំនេះកំពុងតែរៀបចំខ្លួនទៅផ្ទះបដាបដាហើយនៅថ្ងៃនោះគឺខ្ញុំនៅដល់យប់ជាមួយនឹងបងប្អូនរបស់ខ្ញុំមក2 3នាក់ដែរមាន7មាន power bank ដើម្បីការពារទូឈួលនៅពេលយប់យើងបងពេលយប់បាទឥឡូវយើងបងពេលយប់ខ្ទង់ប្រហែលជា2 3ម៉ោងទៀតយើងនឹងទៅក្រោយគេឥឡូវឲ្យបងប្អូនរបស់យើងទៅមុនរៀបចំគោយន្តរៀបចំត្រីរៀបចំអីយកផ្ទះមុនទៅចែកគ្នាមុនទៅឥឡូវខ្ញុំនៅចាំបងរហូតដល់ល្ងាចកុំភ្លេចចុច like follow page share វីដេអូរបស់ខ្ញុំម្នាក់មួយផងពុកម៉ែបងប្អូនអើយនាងហើយជីវិតអ្នកជនបទអ្នកស្រុកស្រែមានតែប៉ុណ្្នឹងទេរស់តាមធម្មជាតិមានពេលខ្លះគឺរោគផ្សិតពេលខ្លះក៏រោគត្រីពេលខ្លះក៏រោគអីផ្សេងៗចឹងទៅអត់មានអីច្រើនទេពុកម៉ែបងប្អូនអើយបាទនឹងគឺមានតែប៉ុណ្្នឹងទេរស់នៅបែបតាមធម្មជាតិជាទូទៅគឺពួកខ្ញុំអត់សមមានលុយចាយទិញអាហារហូបនៅតាមផ្សារអីខ្លាំងទេគឺមានតែបងត្រីបងសំណាញ់រោគផ្សិតរោគអីមកហូបអាហារនៅតាមព្រៃនឹងឯងហូបបានហូបក៏បាននៅអត់ហូបក៏បុកអំបិលអញ្ចឹងទៅវាយមួនសគួរអញ្ចឹងទៅបាទចឹងចេះមុនចេះអីខ្លះអញ្ចឹងទៅបុកអំបិលមិនទាន់វាយមួនសគួរនេះគឺសកម្មភាពពុកម៉ែបងប្អូនរបស់ខ្ញុំចេញទៅផ្ទះមុនហើយឥឡូវពួកខ្ញុំនៅប្រហែលជាខ្ទង់ម៉ោង7 8ខ្ញុំទៅផ្ទះវិញដែរដោយសារមានក្មេងៗមកតាមពួកយើងអញ្ចឹងទៅយើងអត់ចង់ឲ្យពួកគាត់នៅដល់យប់ទេហើយពួកគាត់ចេញទៅខ្ទង់ម៉ោង4ម៉ោង5ដែរអញ្ចឹងហើយយើងឲ្យប្អូននឹងបើកគោយន្តហ្នឹងមកយកយើងបើកម៉ូតូមកយកយើងពេលល្ងាចអញ្ចឹងយើងនៅបងរហូតដល់ពេលល្ងាចហើយដូចជាល្ងាចនោះគឺយើងបានត្រីគួរសមដែរពុកម៉ែបងប្អូនមកធុងជាងដែរអរគុណច្រើន